បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូននេះគឺជាកូនមន់300ក្បាលថ្ងៃមុនគឺខ្ញុំបានទម្លាក់ចុះត្រង់កាមអីបងប្អូនអញ្ចឹងថ្ងៃនេះឆ្លៀតថតយប់ជូនពុកម៉ែបងប្អូនណាគឺពេលយប់គឺយើងដាក់វាបែបហ្នឹងចង់បង្ហាញពុកម៉ែបងប្អូនអញ្ចឹងក៏បាត់តែយើងទម្លាក់ចុះដីដាក់លើត្រង់ដីកាមប៉ុន្តែគឺយើងត្រូវបិទបាំងចិត្តបែបហ្នឹងហើយណាបងប្អូនហើយចំពោះអំពូលកម្ដៅនេះយើងអាចចោលទេព្រោះកូនមន់ក្រោមអាយុ15ថ្ងៃគឺយើងនៅតែកម្ដៅវាណាបងប្អូនកម្ដៅគ្រប់15ថ្ងៃបងប្អូនអាចដកចេញបានហើយភ្លើងហ្នឹងណាយប់ឡើងយើងបិទបាំងអីឲ្យចិត្តបានធម្មតាណាបងប្អូនណាត្រង់ខ្ញុំបិទបាំងចិត្តអញ្ចឹងណាបងប្អូនយប់ឡើងបិទបាំងចិត្តអញ្ចឹងហើយករណីខ្យល់ករណីត្រជាក់អីវាកាត់បន្ថយបានច្រើនអញ្ចឹងឆ្លៀតពេលនេះថតជូនពុកម៉ែបងប្អូនយើងដែលចង់ចាំមន់ថ្មីតែងតែជួបបញ្ហាមន់រាកសរាកឈាមបាទនេះគិតមកពីកត្តាត្រជាក់ណាបងប្អូនណាបងប្អូនយើងមួយចំនួនដឹងតែក៏អត់ជឿបាទទោះបីដឹងទោះបីឮថាខ្ញុំបង្ហាញជូនវីដេអូបែបហ្នឹងប្រហែលដងក៏គាត់អត់ជឿដែរបងប្អូនបាទគាត់អត់ជឿទៅលើការត្រជាក់ដែលធ្វើឲ្យមន់រាកគាត់អត់ជឿទេបាទហើយចំពោះមន់ខ្ញុំនេះ500ក្បាលនេះបាទនេះត្រង់នេះ300អាវគ្គមុនបងវាមួយខែហ្នឹង200ទៀតគឺអត់មានរាកសរាកឈាមទេណាបងប្អូនអត់មានទេហើយបើថារបូតក្នុង300ក្បាលហ្នឹងរបូត8 9ក្បាលហ្នឹងគឺសិតតែពិបាកពីគេមកពិបាកពីភ្ញាស់មកអញ្ចឹងណាព្រោះដោយសារយើងយកទិញពីគេមកកូនទៅញាស់បានមួយថ្ងៃពីរអញ្ចឹងទៅវាដាច់កម្ដៅដាច់អីខ្លះអញ្ចឹងទៅនៅកន្លែងគេណាអញ្ចឹងយកមកវាអាចអន់8 9អីចឹងទៅក្នុងចំណោម200 300ក្បាលវាអន់8 9ក្បាលអញ្ចឹងទៅហើយក្រោយមកអាយុបានតែមួយសប្តាហ៍ឡើងរហូតដល់12ថ្ងៃ13ថ្ងៃនេះអាហ្នឹងឃើញសុខភាពល្អហើយបងប្អូនរត់ភិលហើយគេស៊ីឆ្អែតគេដេកលេងលើកាមអញ្ចឹងគេមានភាពកក់ក្ដៅបងប្អូននៅក្នុងវីដេអូនេះចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាបើមន់ក្នុងទ្រុងយើងកម្ដៅអត់គ្រប់គ្រាន់ណាមន់យើងអាចដេកត្រង់នេះមួយនៅត្រង់នោះមួយបានទេណាបងប្អូនណាប្រកបណាស់វាដេកគោគ្នាមកដុំហ្មងវាផ្ដុំគោលើគ្នា300ក្បាលហ្នឹងគោនៅតែមួយកន្លែងអាហ្នឹងបញ្ជាក់ថាមន់ហ្នឹងលើងាហើយមន់ហ្នឹងខ្វះកម្ដៅហើយណាបងប្អូនណាកម្ដៅក្រោម37ហើយអាចកម្ដៅត្រឹមត្រជាក់មកត្រឹម20 21អីទេធ្វើឲ្យកូនមន់ត្រជាក់បានហើយអញ្ចឹងបងប្អូនទៅស្វែងយល់ចំណុចត្រង់ហ្នឹងទាំងអស់គ្នាណាហើយនេះឆ្លៀតថតបង្ហាញត្រង់កូនមន់ពេលយប់របស់ខ្ញុំណាកូនមន់ពេលយប់ក្រោម15ថ្ងៃគឺខ្ញុំដាក់អំពូលបែបហ្នឹងហើយបើបងប្អូនគិតថាអស់ភ្លើងច្រើនណាបងប្អូនអត់ច្រើនទេប្រើអំពូលតែ60វ៉ាត់អីទៅបានហើយក៏ប្រើដល់100 200វ៉ាត់វាអស់ច្រើនអញ្ចឹងយើងប្រើអំពូលបែបហ្នឹងយើងផ្ដោតលើការបិទបាំងឲ្យចិត្តឲ្យល្អវិញណាឲ្យចិត្តល្អវិញយើងប្រើអំពូលតូចក៏នៅតែកូនមន់វាមានភាពកក់ក្ដៅដែរណាអញ្ចឹងបងប្អូនយើងខ្លាចអស់ភ្លើង10000 20000ក្នុងមួយខែឬក៏អ្វីឲ្យច្រើនដល់4 5ម៉ឺនចាបងប្អូនខ្លាចអស់ច្រើននេះចុះបើមន់យើងពី300ងាប់អស់មិនខាតលើដើមណាបងប្អូនអញ្ចឹងយើងសុខចិត្តចំណាយទៅ4 5ម៉ឺនពេលខ្ញុំប្រើបែបនេះអស់ដល់5ម៉ឺនទេបងប្អូនអស់20000ណាទៅចេញលទ្ធផលភ្លើងមកគឺអស់20000ហើយរយៈពេលដែលខ្ញុំកម្ដៅអា200ក្បាលមុនគឺខ្ញុំកម្ដៅរយៈពេល15ថ្ងៃដូចគ្នាណាហើយ200ក្បាលមុននោះកម្ដៅពេលថ្ងៃយូរណាបងប្អូនពេលថ្ងៃក៏ខ្ញុំកម្ដៅដែរដោយសារអីមេឃវាកាលចំ200ក្បាលមុនគឺមេឃចំខែរដូវត្រជាក់ខ្លាំងធ្លាក់ខ្យល់ត្រជាក់ជើងពេលថ្ងៃអីចឹងខ្ញុំបើកកម្ដៅទាំងថ្ងៃតែនេះថ្ងៃខ្ញុំមិនដែលកម្ដៅទេអា300នេះដោយសារមេឃវាក្ដៅខ្លាំងមួយរយៈហ្នឹងពេលថ្ងៃវាអត់ត្រជាក់ទេវាត្រជាក់តែយប់អញ្ចឹងធ្វើឲ្យយើងកាត់បន្ថយថ្លៃភ្លើងបានខ្លះដែរមួយរយៈហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះមិនមានច្រើនទេគ្រាន់តែបង្ហាញចំណុចខ្លះជូនពុកម៉ែបងប្អូនយើងបាទ
បងប្អូនមើលឃើញសភាពមន់បែបនេះគឺបញ្ជាក់បានថាសុខភាពមន់ល្អណាបងប្អូនណាខ្លះទៅគេស៊ីខ្លះទៅគេដេកខ្លះទៅគេបលែងគ្នាលេងណាហ្នឹងសុខភាពមន់យើងល្អយើងផ្ដល់ឲ្យវាបានល្អមានន័យថាយើងផ្ដល់នៅផាសុខភាពឲ្យវាបានល្អទាំងសីតុណ្ហភាពទាំងចំណីទាំងទឹកទាំងកន្លែងរស់នៅរបស់វាណាបងប្អូនណាវាទទួលបានវាទទួលយកបានណាហើយបើសិនតែខ្វះមើលបងប្អូនជាខ្វះជាងគេនោះគឺកម្ដៅហ្នឹងសាក់តែខ្វះហ្នឹងស្រែកអត់នៅសុកទេនៅអត់សុកទេស្រែកឲ្យញៀវពេញហ្នឹងអញ្ចឹងបងប្អូនអាចកត់សម្គាល់បានដូចខ្ញុំចាំយូរដូចយើងមន់ឃ្លានវាស្រែកក៏យើងដឹងមន់នងាវាស្រែកក៏យើងដឹងយើងយល់ពីវាដល់ពេលយើងចាំយូរទៅណាបងប្អូនហើយមួយវិញទៀតកូនមន់ខ្ញុំនេះស្អែកខ្ញុំថតបង្ហាញ200មុន200ក្បាលមុនដែលមានអាយុ1ខែ5ថ្ងៃ1ខែ4ថ្ងៃបងប្អូនណា1ខែ4ថ្ងៃអញ្ចឹងថតបង្ហាញជូនពុកម៉ែបងប្អូនមើលសភាពមន់ដែលយើងមានទីធ្លាគ្រប់គ្រាន់មានកន្លែងលេងមានកន្លែងវាលសម្រាប់វាលេងគ្រប់គ្រាន់វាដោះរោមបានល្អណាបងប្អូនខ្ញុំឃើញមន់បងប្អូនយើងមួយចំនួនគាត់ណែនាំឲ្យចំលើធ្នើប៉ុន្តែកុំមើលមន់អាយុសឹងតែមន់1-2គីឡូ1គីឡូកន្លះហើយណាអត់មានរោមខ្នងទេអញ្ចឹងចាំមន់បែបហ្នឹងខ្ញុំអត់ចង់ឲ្យណែនាំប្រាប់បងប្អូនយើងទេចាំអញ្ចឹងនៅពេលដែលមន់ខែភាសាមកមន់លក់អត់ចេញទេមន់បែបហ្នឹងគេអត់ចង់បានទេណាបងប្អូនខ្ញុំអត់ចង់ឲ្យបងប្អូនយើងមួយចំនួនដើម្បីតែផលប្រយោជន៍ធ្វើលក់ជាម្សៅថ្នាំធ្វើលក់ជាថ្នាំសង្កូវផ្សេងហើយបង្ហាញមន់បែបហ្នឹងណែនាំឲ្យគេចាំបែបហ្នឹងគឺអត់ល្អណាបងប្អូនចាំឲ្យខាតបងហើយថ្នាំមកកញ្ចប់4-5ម៉ឺនអីចឹងទៅទិញយកមកហើយទិញតែ4-10ដងឃើញលុយបាទអញ្ចឹងមន់សុខភាពល្អមែនប៉ុន្តែរូបរាងមន់ទទួលយកអត់បានទៅខៅអត់ទិញឈ្មួញអត់ទិញអីចឹងណាបងប្អូនព្រោះវាតងោលវាអត់មានរោមមានអីផងហើយចេះតែណែនាំចេះតែថតណែនាំបងប្អូនយើងដែរសម្រាប់ខ្ញុំមានចង់បានអីពីបងប្អូនខ្ញុំអត់មានលក់អីទេបងប្អូនខ្ញុំគាត់ថាបង្ហាញនៅតិចនិចបង្ហាញនៅបទពិសោធន៍ដែលធ្លាប់ចិញ្ចឹមអញ្ចឹងណាបងប្អូនធ្វើសាមញ្ញដូចខ្ញុំអញ្ចឹងរោងធ្វើឈើធម្មតាអញ្ចឹងសាមញ្ញអញ្ចឹងហើយយើងមិនបាច់ទៅអីអត់លោតច្រើនអីទេឲ្យតែមានលទ្ធភាពធ្វើសាមញ្ញអញ្ចឹងហើយមន់វាចង់បានតែទីទួលខ្ពស់ហើយនឹងបិទបាំងឲ្យចិត្តកុំឲ្យមានខ្យល់ចេញចូលធ្វើឲ្យមន់ឈឺមន់បដាសាយតែប៉ុណ្្នឹងទៅបានហើយចំពោះជំងឺក៏ដូចគ្នាយើងទប់ស្កាត់បានដូចជាតាមរយៈការប្រើកាបោសការបោសសម្អាតអនាម័យប្រចាំថ្ងៃតែម្ដងណាបងប្អូនណាយើងធ្វើបែបហ្នឹងទៅវាជំងឺគ្មានជំងឺណាមកបៀតបៀនបានអញ្ចឹងបងប្អូនកុំបដោតទៅលើថ្នាំច្រើនពេកហើយធ្វើឲ្យយើងចាញ់នៅគំនិតនិយមខ្ញុំអាចហ៊ាននិយាយថាគំនិតនិយមហេតុអីខ្ញុំនិយាយចឹងព្រោះបងប្អូនយើងមួយចំនួនចាំមន់តែក្រោម100តែគាត់ធ្វើវីដេអូបានល្អគាត់ថតបង្ហាញអញ្ចេះចោះតិចចេះតិចនេះចោះពេលបងប្អូនមើលយូរទៅលងនៅសម្ដីគាត់និយាយលក់ថ្នាំលក់ម្សៅបំពន់លក់ម្សៅនេះថ្នាំនេះថ្នាំបំពន់និយាយទៅខ្ញុំក៏ឃើញខ្ញុំអាណិតពុកម៉ែបងប្អូនដែលគាត់ចូលខមមិនថាអាហ្នឹងមកកញ្ចប់បានយូរទៅទិញកើតមួយហើយមន់អត់មានលើសពីមន់ខ្ញុំទេណាបងប្អូនណាអត់មានលើសមន់ខ្ញុំទេអញ្ចឹងក្នុងវីដេអូនេះថតបង្ហាញជូនប៉ុណ្ណឹងណា